សូមក្រាបថ្វាយបង្គំព្រះថេរានុថេរៈគ្រប់ព្រះអង្គជាទីសក្ការៈសូមគោរពសម្ដេចទ្រង់ឯកឧត្តមលោកជំទាវអស់លោកស្រីបងប្អូនជនរួមជាតិទាំងក្នុងនិងក្រៅប្រទេសជាទីគោរពថ្ងៃនេះអ្នកនាំពាក្យរាជរដ្ឋាភិបាលសូមជម្រាបជូនជនរួមជាតិជ្រាបអំពីវឌ្ឍនភាពពាក់ព័ន្ធទៅនឹងកិច្ចការពីបូរណភាពទឹកដីនិងប្រជាជនដូចតទៅពិភពលោកបានឃើញច្បាស់នៅអំពើឈ្លានពាននិងកាន់កាប់ទឹកដីកម្ពុជាដោយខុសច្បាប់ពីសំណាក់កងកម្លាំងយោធាថៃដែលបានរារាំងជនស៊ីវិលភាគសឹកខ្មែរ20000នាក់ទៀតមិនឲ្យវិលត្រឡប់ទៅផ្ទះវិញបាននៅឡើយជាក់ស្ដែងលោកថុំអេនដ្រូអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជាបានបង្ហាញអារម្មណ៍ក្តុកក្តួលរំជួលចិត្តយ៉ាងខ្លាំងនៅពេលដែលលោកបានឃើញទស្សនវិជ្ជាជនភាគសឹកកម្ពុជានៅតាមបណ្ដោយព្រំដែនលោកបានទទួលព័ត៌មានពីជនរងគ្រោះដោយផ្ទាល់ដែលរៀបរាប់ពីការទម្លាក់គ្រាប់បែកនិងអារម្មណ៍ខ្លោចសាររបស់ពួកគេនៅពេលឃើញផ្ទះសម្បែងរបស់ខ្លួនត្រូវបានគ្រឿងចាក់ឈូសឆាយបំផ្លាញរៀបដល់ដីលោកក៏បានឃើញរបាំងបន្លាលួសនិងទូកុងតឺន័រដែលយោធាថៃបានដាក់រារាំងមិនឲ្យជនភៀសសឹកវិលត្រឡប់ទៅផ្ទះសម្បែងរបស់ពួកគេវិញទាំងបានឃើញផ្ទះដែលមានស្នាមធ្លុះធ្លាយដោយសារគ្រាប់កាំភ្លើងឃ្លាំងស្តុកទំនិញដែលខូចខាតនិងបានឃើញគ្រាប់ផ្លោងមិនទាន់ផ្ទុះទៀតផងអ្នករាយការណ៍ពិសេសស្ដីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាបញ្ជាក់ថាយោងតាមច្បាប់អន្តរជាតិជនភៀសសឹកដោយសារតែចំនួនប្រដាប់អាវុធមានសិទ្ធិវិលត្រឡប់ទៅកាន់ផ្ទះសម្បែងរបស់ពួកគេវិញនិងប្រកបមុខរបរចិញ្ចឹមជីវិតដោយសុវត្ថិភាពនិងគ្មានការរារាំងហើយចំណុចនេះក៏មានចែងក្នុងកិច្ចព្រមព្រៀងបទជបាញ់ថ្ងៃ27ខែធ្នូឆ្នាំ2025រវាងកម្ពុជានិងថៃដែរដូច្នេះវាជាការចាំបាច់ណាស់ដែលប្រទេសថៃនិងកម្ពុជាត្រូវធ្វើការរួមគ្នាដើម្បីពន្លឿនការវិលត្រឡប់ទៅផ្ទះវិញជូនប្រជាពលរដ្ឋទាំងនោះពីព្រោះពួកគេត្រូវការវិលត្រឡប់ទៅផ្ទះវិញហើយពួកគេស័ក្តិសមនឹងវិលត្រឡប់ទៅផ្ទះរបស់ខ្លួនវិញបានលោកថុំអេនដ្រូបញ្ជាក់ថាលោកត្រៀមខ្លួនជាស្រេចដើម្បីធ្វើការជាមួយរដ្ឋាភិបាលកម្ពុជានិងថៃដើម្បីដោះស្រាយបញ្ហាប្រឈមផ្នែកសិទ្ធិមនុស្សពាក់ព័ន្ធទៅនឹងចំនួននេះកាលពីថ្ងៃ11ខែកក្កដាឆ្នាំ2026កន្លងទៅសភានៃបណ្ដាប្រទេសនិយាយភាសាបារាំង APF ក៏បានចេញសេចក្តីសម្រេចមួយដែរដែលបញ្ជាក់ឡើងវិញនូវការគាំទ្រយ៉ាងរឹងមាំនិងឥតងាករេចំពោះអធិបតេយ្យភាពបូរណភាពទឹកដីកម្ពុជាសភាប្រើភាសាបារាំង APF បានសម្ដែងនូវការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការបាត់បង់ជីវិតមនុស្សការផ្លាស់ទីលំនៅរបស់ជនស៊ីវិលនិងរបាយការណ៍នានាស្ដីពីការរំលោភឬបទឈប់បាញ់និងការប៉ះពាល់ដល់បូរណភាពទឹកដីកម្ពុជារួមទាំងការខូចខាតដល់ទីតាំងវប្បធម៌សាសនាដែលទីតាំងមួយចំនួនត្រូវបានចុះបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការ UNESCO សេចក្តីសម្រេចនេះបានកត់សម្គាល់ជាពិសេសនៅការសាងសង់ហេដ្ឋារចនាសម្ព័ន្ធស៊ីវិលនិងយោធាការរៀបចំពិធីសាសនានៅក្នុងទីតាំងវប្បធម៌និងជំនឿសាសនាព្រមទាំងគំនិតផ្ដួចផ្ដើមនៃការបែងចែកដីធ្លីនៅក្នុងតំបន់ទាំងនោះទៀតផងសភាប្រើភាសាបារាំង APF បានអំពាវនាវឲ្យមានការគោរពយ៉ាងម៉ឺងម៉ាត់ចំពោះអធិបតេយ្យភាពរបស់កម្ពុជាការជៀសវាងរាល់សកម្មភាពជាឯកតោភាគីណាមួយដែលបណ្ដាលឲ្យមានភាពតានតឹងកាន់តែធ្ងន់ធ្ងរឡើងនឹងការអនុវត្តឲ្យបានពេញលេញនៅសេចក្តីថ្លែងការណ៍រួមស្តីពីសន្តិភាពទីក្រុងកូឡាឡំពូថ្ងៃទី26ខែតុលាឆ្នាំ2025ដែលចុះហត្ថលេខាដោយនាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរសេចក្តីសម្រេចនេះក៏បានទាមទារឲ្យមានការបន្ធូរបន្ថយភាពតានតឹងជាបន្ទាន់ការបន្តកិច្ចសន្ទនារវាងភាគីនានានិងការដកកងកម្លាំងប្រដាប់អាវុធចេញទាំងអស់ពីតំបន់ជម្លោះសភាប្រើភាសាបារាំង APF បញ្ជាក់ឡើងវិញនូវការគាំទ្ររបស់ខ្លួនចំពោះយន្តការទ្វេភាគីដែលមានស្រាប់ជាពិសេសគណៈកម្មការចម្រុះព្រំដែន JBC នឹងលើកទឹកចិត្តឲ្យមានដំណោះស្រាយដោយសន្តិវិធីស្របតាមច្បាប់អន្តរជាតិក្រៅពីនោះជនបរទេសដែលមានឥទ្ធិពលនិងបណ្ដាញសារព័ត៌មានអន្តរជាតិជាច្រើនក៏បាននិយាយពីទុក្ខលំបាករបស់ជនភៀសសឹកកម្ពុជារាប់ម៉ឺននាក់ដែលបង្កឡើងដោយការកាន់កាប់ទឹកដីកម្ពុជាដោយខុសច្បាប់ពីសំណាក់កងកម្លាំងថៃទាំងអស់នេះសបញ្ជាក់ថាការពិតកំពុងត្រូវបានលាតត្រដាងហើយជំហរដោះស្រាយដោយសន្តិវិធីដោយប្រើប្រាស់យន្តការការទូតនិងផ្អែកលើច្បាប់អន្តរជាតិរបស់រាជរដ្ឋាភិបាលកម្ពុជាកំពុងទទួលបានផលអ្នកនាំពាក្យរាជរដ្ឋាភិបាលសូមបញ្ជាក់ជូនជនរួមជាតិជ្រាបថា
រាជរដ្ឋាភិបាលដឹកនាំដោយសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីបាននឹងកំពុងបន្តការងារការទូតយ៉ាងសកម្មដើម្បីការពារអធិបតេយ្យភាពបូរណភាពទឹកដីនិងប្រជាជនដោយចាត់ទុកជាអាទិភាពខ្ពស់បំផុតគិតចាប់តាំងពីបទឈប់បាញ់លើកទី2ចូលជាធរមានថ្ងៃ27ធ្នូឆ្នាំ2025មកដល់បច្ចុប្បន្នរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនតំណាងឲ្យគណៈកម្មការ GBC ភាគីកម្ពុជាតាមរយៈក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិបានផ្ញើកំណត់ទូត10លើកហើយទៅកាន់ភាគីថៃដើម្បីស្នើសុំបើកកិច្ចប្រជុំពិសេសនៃគណៈកម្មការ JBC កម្ពុជាថៃនិងចាត់ក្រុមការងារវាស់វែងចម្រុះដើម្បីធ្វើការងារជាក់ស្ដែងនៅលើដីតាមរយៈសំណើទាំងនេះនឹងជំហរដោះស្រាយវិវាទដោយសន្តិវិធីដោយផ្អែកលើច្បាប់អន្តរជាតិរបស់រាជរដ្ឋាភិបាលកម្ពុជាសហគមន៍អន្តរជាតិយល់កាន់តែច្បាស់ពីការពិតដែលបាននឹងកំពុងកើតឡើងនៅតាមបណ្ដោយព្រំដែនកម្ពុជាថៃហើយការពិតនេះមិនអាចមានភាគីណាបិទបាំងបានជាដាច់ខាតអាស្រ័យហេតុនេះសូមបងប្អូនជនរួមជាតិជ្រាបនិងសូមបន្តថែរក្សាកម្លាំងមហាសាមគ្គីជាតិដ៏រឹងមាំនៅពីក្រោយរាជរដ្ឋាភិបាលនិងវីរៈកងទ័ពជួរមុខដើម្បីការពារបូរណភាពទឹកដីនិងការពារសិទ្ធិជនភៀសសឹកកម្ពុជាស្របតាមច្បាប់អន្តរជាតិសូមអរគុណនិងសូមគោរពលាតែប៉ុណ្ណេះបាទ